ជំរាបសួរគ្រូខ្ញុំបាទឈ្មោះអានមិញអាយមកពីក្រុម AV7 ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើការ record វីដេអូដែលតាក់ទងទៅនឹង user management អញ្ចឹងបងខ្ញុំសូមធ្វើការ start switch មួយសិនណាអញ្ចឹងពីតទៅខ្ញុំមក start switch អញ្ចឹងខ្ញុំសូមវាយ username ចូល password អញ្ចឹងខ្ញុំសូមធ្វើការ check IP ខ្ញុំសូមវាយ IPA ចឹងខ្ញុំចូលទៅកាន់ PowerShell ដើម្បីធ្វើការ connect ទៅកាន់ SSH ចឹងខ្ញុំសូមធ្វើការវាយ SSH name add 192.20.10 អូខេចឹងខ្ញុំសូមធ្វើការវាយ password ចឹងតបដល់នេះខ្ញុំសូមធ្វើការវាយ comment who am I ដើម្បី check មើល username pwd ដើម្បី check មើល working directory hostname ឈ្មោះ computer ខ្ញុំសូមធ្វើការ clear screen ចោលសិនហើយបន្ទាប់មកខ្ញុំសូមធ្វើការ add simple user មួយខ្ញុំសូមធ្វើការវាយ command sudo user add ខ្ញុំសូមធ្វើដាក់ធ្វើការដាក់ឈ្មោះខ្ញុំ mail I គេ citic ចឹងខ្ញុំសូមធ្វើការដាក់ password អូខេដាក់ password ម្ដងទៀតមេយ៉ាងហើយ1 2 3 4អូខេចឹងខ្ញុំធ្វើការ add simple user បានហើយចឹងជាបន្ទាប់ខ្ញុំសូមធ្វើការ link ទៅមើល user ហ្នឹងសូមវាយ comment cat/etc/passwd ចឹងនេះខ្ញុំធ្វើការ add បានហើយឈ្មោះខ្ញុំមិញហ្នឹងចឹងបន្ទាប់ពីខ្ញុំធ្វើការបាន add user ធម្មតាហើយចឹងបន្តទៅទៀតខ្ញុំសូមធ្វើការ delete ចឹងខ្ញុំសូមវាយ command sudo user delete ចឹងខ្ញុំសូមធ្វើការ list ទៅមើលថាយើង delete បានឬក៏អត់ចឹងមើលចឹងនេះខ្ញុំបាន delete user ដែលខ្ញុំបាន add មិញចោលហើយចឹងចំណុចបន្ទាប់ខ្ញុំសូមធ្វើការ create home directory មួយចឹងខ្ញុំសូមធ្វើការវាយ command sudo user add ខ្ញុំសូមដាក់ឈ្មោះខ្ញុំមិញដែរមកចឹងបន្ទាប់ពីខ្ញុំធ្វើការ create home directory ហើយខ្ញុំសូមធ្វើការ delete sudoសូមបើកមើល sudo userបន្ទាប់ពីយើងធ្វើការ delete user ហើយយើងធ្វើការ delete home directory ដែរអញ្ចឹងខ្ញុំសូមវាយ command sudo
rm dot ovf slash home slash ខ្ញុំបន្តពីខ្ញុំវាយ comment នេះហើយខ្ញុំសូមចុច enter មក try ខ្ញុំសូមធ្វើការ list មើលតែរបស់ដែលខ្ញុំបានបង្កើតនេះសិន so y cat slash etc នេះអានេះ home directory ដែលខ្ញុំបានបង្កើតមកអញ្ចឹងខ្ញុំសូមធ្វើការ remove sudo userចឹងខ្ញុំធ្វើការលុប directory home directory វាដែរ sudo rm dot ovf slash homeចឹងនេះខ្ញុំបាន remove ហើយអស់ហើយចឹងបន្ទាប់មកខ្ញុំសូមធ្វើការ add user ថ្មីមួយខ្ញុំសូមវាយ command sudo user sudo add user ខ្ញុំដាក់ឈ្មោះមិនដែរចុះusername machine directory version អូខេសូមកាត់ឡង sudo add user សូមទៅvisual ចឹងខ្ញុំសូមដាក់ password full name វាជា rt ចឹងខ្ញុំចូលទៅកាន់ user ដែលខ្ញុំបានបង្កើតមិញខ្ញុំសូមវាយ command su វាយឈ្មោះ user ដែលខ្ញុំបានបង្កើតមិញ visual password ចឹងខ្ញុំសូម check មើល username វាយ command who am I នេះវាបានចូល user ដែលខ្ញុំបានបង្កើតមិញហើយចឹងខ្ញុំសូមធ្វើការចេញវិញចុចប្រើ command exit សូមវាយ command check មើល user ដើមនេះ user ដើមខ្ញុំឈ្មោះ main ai អញ្ចឹងខ្ញុំសូមធ្វើការ switch ចូលទៅ user ដែលខ្ញុំបានបង្កើតមិញខ្ញុំវាយ su ហើយវាយ username visual ជួយសូមធ្វើការវាយ password
ចឹងខ្ញុំសូមធ្វើការវាយ comment who am I ដើម្បី check មើល username នេះ user ខ្ញុំបានបង្កើតថ្មីមិញហើយ pwd check មើលworking directory របស់វាខ្ញុំ check ពី host name អូខេអញ្ចឹងបានអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណលោកគ្រូ